អស់រលីងពីចានទៀតហើយតាំងពីកូនខ្ញុំចេះហូបបបរមកគឺហូបអស់ពីចានរាល់ថ្ងៃហើយថ្ងៃនេះខ្ញុំនឹងធ្វើមេនុយថ្មីដែលមានបន្លែ4មុខចូលគ្នាបន្លែថ្ងៃនេះមានល្ពៅពោតការ៉ុតជាមួយនឹងស្ពៃតឿខ្ញុំលាយបន្លែ4មុខចូលគ្នាដោយសារតែកូនរបស់ខ្ញុំគឺគាត់អត់មានអាឡែស៊ីជាមួយនឹងរាគរូសអីទេខ្ញុំបានសាកមួយមុខហ្នឹងបានរយៈពេល1អាទិត្យហើយដែរអញ្ចឹងអត់មានអីពិបាកធ្វើទេម៉ាមីគឺគ្រាន់តែដាំបបរធម្មតាហើយយើងយកទៅកិនឲ្យម៉ត់ដើម្បីឲ្យគាត់ស្រួលរំលាយអាហារហើយនឹងស្រួលញ៉ាំខ្ញុំធ្វើទុកសម្រាប់2ថ្ងៃតែម្ដងគឺ4ពេលអញ្ចឹងមួយពេលខ្ញុំឲ្យគាត់ញ៉ាំ30ទៅ60 ml ដោយសារតែនៅក្នុងចានហ្នឹងគឺមានគំនុះសម្រាប់ចន្លោះពី1ខែទៅ1ខែហើយអញ្ចឹងគឺខ្ញុំឲ្យគាត់ញ៉ាំ2លេខបើគិតទៅស្មើ60 ml សម្រាប់បបរដែលយើងធ្វើទុកហ្នឹងគឺអាចទុកបានរយៈពេល2ទៅ3ថ្ងៃយើងទុកនៅទូទឹកកកធម្មតាទូខាងត្រជាក់បើសិនជាបងប្អូនចង់ទុកបានយូរ5ទៅ7ថ្ងៃគឺត្រូវទុកក្នុងទូកកគាត់របស់ខ្ញុំគឺគាត់ចូលចិត្តញ៉ាំតាំងពីគាត់ញ៉ាំដំបូងថ្ងៃដំបូងគឺខ្ញុំគ្រាន់តែបបរសធម្មតាកិននៅគាត់ណាខ្ញុំសាក3ថ្ងៃដំបូងគឺបបរសកិនហើយថ្ងៃទី4ទី5ទី6ហ្នឹងគឺអាចលាយបន្លែ1មុខឬក៏2មុខចូលសិនបានហើយគាត់ស៊ាំនឹងរសជាតិបបរហ្នឹងសិនណាហើយបន្តមកទៀតគឺបងប្អូនអាចលាយដូចខ្ញុំបាន3 4មុខអីចឹងទៅបើសិនជាគាត់មានបញ្ហារាគរូសឬក៏លាក់ស៊ីនៅបន្លែអ្វីនោះទេហើយយើងអាចឆ្លាស់គ្នាទៅថ្ងៃខ្លះធ្វើបន្លែឈើកិនខ្លះធ្វើបបរកិនចឹងទៅបងប្អូនតែខ្ញុំអត់បានសាក់ដាក់សាច់ឲ្យគាត់ទេចាំមើលទៅទី2ខ្ញុំចាប់ផ្ដើមដាក់សាច់ក្នុងសុទ្ធឲ្យគាត់ជាបដាសម្រាប់អាហារគឺខ្ញុំឲ្យគាត់ញ៉ាំមួយថ្ងៃ2ពេលបន្ថែមពីលើទឹកដោះគោរបស់គាត់អញ្ចឹងបងប្អូនកុំភ្លេចណាអាហារគឺជាអាហារបន្ថែមមិនអាហារជំនួសទេអញ្ចឹងទឹកដោះគោនិងទឹកដោះម្ដាយគឺគាត់ត្រូវតែនឹងបន្តញ៉ាំដដែលដូចមុនអញ្ចឹងគ្រាន់តែអាចកម្លាតរយៈពេលជាងមុនចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាដល់ចប់ជំរាបលា